រៀបត្រីសួស្តីបាទអាត្មាសូមលំអរកាយជំរាបសួរគោរពពុកម៉ែបងប្អូនទាំងអស់ពីចម្ងាយគឺថាក្នុងរាត្រីនេះមានអត្ថបទប្លែកបន្តិចទាក់ទិនជាមួយនឹងរូបភាពទេសភាពព្រៃភ្នំនិងដើមឫស្សីក៏ដូចជាមានសំណួររបស់ប្អូនស្រីដែលគាត់តែងថាគាត់អត់សប្បាយចិត្តមិត្តភក្តិមួយទៀតក៏ថាអូគាត់សប្បាយបានតែលេងកំពង់សោមនិយាយពីសប្បាយអស់ចាយយ៉ាងតែហ្មងហើយមិត្តភក្តិគាត់ម្នាក់ទៀតថាអត់សប្បាយសោះហ្មងអត់សប្បាយតាំងពីទៅហ្មងឮតែគេថាកោះរងស្អាតសប្បាយណាស់ទៅទៀតជិះអូបទៅនៅតែអត់សប្បាយមកវិញឈានទៅកោះកុងទៀតតែមើលដីកោះកុងទេសភាពព្រៃភ្នំនៅតែអត់សប្បាយបកមកសៀមរាបវិញអត់សប្បាយដដែលអានេះគាត់និយាយណាហើយគាត់សួរខ្ញុំថាធ្វើមិនបានសប្បាយចម្លើយគឺថាសប្បាយក៏ដោយមិនសប្បាយក៏ដោយវាមិនមែននៅលើយើងវានៅលើចិត្តបើចិត្តយើងសប្បាយទៅដល់ណាក៏វាសប្បាយដែរបើចិត្តយើងមិនសប្បាយទៅដល់ណាក៏វាមិនសប្បាយពីព្រោះសូម្បីតែនៅក្នុងព្រះធម៌ក៏ពេលដែលព្រះអង្គទេសនាព្រះអង្គតែងតែលើកអំពីចិត្តចិត្តសឹករូបដែលជាធម៌ព្រះអភិធម្មណាធម៌ស៊ីជម្រៅដែលជាទុក្ខរបស់សត្វលោកគ្រប់គ្នាហើយក៏ជាទីដែលរំលត់ទុក្ខបានដូចគ្នាគឺផ្លូវសិលសមាធិបញ្ញាហ្នឹងអញ្ចឹងអ្នកដែលមិនសប្បាយគឺចង់និយាយថាគាត់មានភាពមួយគឺតោមនស្សច្រើនហើយបងប្អូនដឹងពាក្យតោមនស្សគឺការមិនសប្បាយការថ្នាំងថ្នាក់ចិត្តការមិនពេញចិត្តការទើសតល់អញ្ចឹងទៅហើយសោមនស្សគឺរីករាយសប្បាយត្រេកអរអាហ្នឹងការសោមនស្សអញ្ចឹងបើទោះជាសោមនស្សក្តីតោមនស្សក្តីវាគឺជាធម៌កើតរលត់ទេវាអថិតថេរទេសប្បាយក៏មិនថិតថេរមិនសប្បាយក៏មិនថិតថេរដែរយើងមិនប្រកាសថាយើងសប្បាយរហូតណាបងប្អូនទុកតកាលណាវាចូលមកដល់បំផ្លែតហ្នឹងហើយហើយអ្នកដែលមានទុកមិនមែនប្រកាសថាទុករហូតណាបងប្អូនហើយជួនកាលទៅគាត់មានសតិអារម្មណ៍មួយគាត់តែរៀនវិបស្សនាឬក៏គាត់ស្ដាប់ធម៌យល់ទៅគាត់មានចិត្តសប្បាយបំផ្លែតដែរឃើញទេអញ្ចឹងសប្បាយក៏ដោយទុកក៏ដោយគឺជាធម៌កើតរលត់ទេអាហ្នឹងខ្ញុំនិយាយអត់បានវែងដោយសារ6នាទីហើយឥឡូវនិយាយអស់នឹង3នាទីបាត់ហើយអញ្ចឹងអ្វីដែលពុកម៉ែបងប្អូនត្រូវរៀនធ្វើយ៉ាងណាឲ្យសប្បាយចិត្តនោះគឺបងប្អូនត្រូវរៀនពីចិត្តចិត្តសឹកនិងរូបហ្នឹងទៅរូបនិងចិត្តចិត្តសឹកនេះគឺវានៅមួយគ្នាព្រោះអាចិត្តនេះគឺជាសភាវៈមួយជាធម្មជាតិដឹងអារម្មណ៍ណាដឹងតែអារម្មណ៍យើងអញ្ចឹងសបាយហ្នឹងគឺវាតាក់ទងជាមួយនឹងអាចិត្តសឹកមានលោភៈមានទោសៈមានមោហៈហ្នឹងមានសោមនស្សមានទោមនស្សនៅក្នុងអាតួចិត្តសឹកតាក់ទងជាមួយនឹងមេត្តាករុណាមុទិតាឧបេក្ខាអីហ្នឹងសិតតែតាក់ទងនឹងតួចិត្តសឹកទាំងអស់ហើយបើយើងដឹងកន្លែងហ្នឹងបានណាបងប្អូនគឺយើងអត់មានទុកកើតឡើងទេប៉ុន្តែបើទោះជាយើងដឹងបានក៏យើងពិបាកលះដែរពិបាកលះដោយសារយើងបឋុជនបងប្អូនហើយគឺជនមានកលេសគឺរឿងអីដែលយើងមិនចេះខឹងរឿងអីដែលយើងមិនចេះស្អប់យើងមិនចេះស្រឡាញ់យើងមិនចេះចំណែនយើងមិនចេះឈ្នានេះប៉ុន្តែគ្រាន់តែថាបឋុជនដែលមានកលេសមែនតែប្រសិនបើយើងមានធម៌អប់រំចិត្តយើងមានធម៌ដែលយើងបានរៀនមកយើងប្រណិប័តយើងអនុវត្តណាអានោះគឺយើងទោះបីយ៉ាងណាក៏យើងគ្រាន់បាតដែរនៅពេលដែលយើងមានការតោមនស្សទៅអ្នកដតីសោមនស្សក៏ដោយតោមនស្សក៏ដោយគឺយើងទាញអារម្មណ៍យើងមកព្រឹប10នាទីក្រោយមកយើងប្រែទៅល្អវិញណាទាំងអញមិនគួរប្រើពាក្យទៅគោះបោកទៅលើជននេះសោះទៅលើជននោះសោះអញមិនគួរប្រមាថអ្នកនេះសោះអ្នកនោះសោះឃើញទេអញ្ចឹងយើងទាញអារម្មណ៍វិញយើងអាចទាំងខ្ញុំសុំទោសឬក៏យើងធ្វើការគួរសមវិញដោយសារយើងមានសតិមួយគឺយើងដឹងអំពីសភាវៈធម៌តែបើយើងអត់ដឹង
បើយើងអត់ដឹងជួនកាលយើងឆាវឆាងបើព្រឹបហ្នឹងយើងអាចសម្លាប់គ្នាបានណាបងប្អូនយើងអាចទាញកបិតយើងអាចទាញបថៅយើងអាចបង្កចំនួនចង់ឈ្នះចង់ចាញ់ដោយសារអាចិត្តមិនសប្បាយហ្នឹងតែបើយើងមានពេលខ្លះនៅពេលដែលយើងមានធម៌យើងទាញកបិតក្រឹបអូអានេះមិនមែនអញទេវើយអានេះតោម្នាស់ចូលមកណាមៀចូលមកតាអំណាចមៀចូលមកអញ្ចឹងយើងអត់សារហើយក៏យើងអត់ប្រព្រឹត្តដែរឃើញទេបងប្អូនឃើញទេអញ្ចឹងធម៌គឺស៊ីជម្រៅណាស់គឺសភាវៈធម៌នៃធម្មជាតិនេះបងប្អូនត្រូវរៀនអំពីខ្លួនឯងយើងកុំរៀនពីគេអភិធម៌គឺថាព្រះអភិធម្មគឺរៀនពីខ្លួនឯងមិនមែនរៀនពីអ្នកដទៃទេបើកាលណាយើងរៀនពីខ្លួនឯងយល់អ្នកដទៃក៏យើងយល់ដែរបងប្អូនអញ្ចឹងសូមអរគុណសូមជម្រាបលាបាទហើយជួបគ្នាវីដេអូក្រោយទៀតបាទព្រោះអីវីដេអូខ្លីៗគឺមានតែប៉ុណ្្នឹងអធិស្ឋានអត់វែងទេត្រឹមតែ 5-6 នាទីគឺជាការសាច់បងប្អូនអញ្ចឹងសូមអរគុណជួបគ្នាវីដេអូក្រោយទៀតបាទសូមអរគុណសូមជម្រាបលា